ពេល5ឆ្នាំមកហើយដែល CGCC ត្រូវបានបង្កើតដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូចនិងមធ្យមនិងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាក្នុងនាមជាអាណាព្យាបាលហិរញ្ញវត្ថុនិងបច្ចេកទេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាំទ្រសជីវកម្មធានាឥណទានកម្ពុជាក្នុងការបង្កើនលទ្ធភាពដើម្បីទទួលបាននូវហិរញ្ញប្បទានបន្ថែមសម្រាប់ផ្ដល់ជូនដល់សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពលសម្ដៅរួមចំណែកក្នុងការសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្នុងរយៈពេល5ឆ្នាំកន្លងទៅនេះ CGCC បានគាំទ្រសហគ្រាសធុនតូចនិងមធ្យមជាង 4,000 អាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្មរបស់ពួកគេក្រុមប្រឹក្សាពិបាលរបស់ CGCC តែងតែជំរុញឲ្យ CGCC ប្រកាន់ខ្ជាប់លើការធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយស្តង់ដារខ្ពស់ដើម្បីក្លាយជាសហគ្រាសសាធារណៈគំរូមួយដែលអាចទទួលបានការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ CGCC បដិញ្ញាបន្តបំពេញបេសកកម្មក្នុងការផ្តល់ការធានានូវទានដែលមានលក្ខណៈនវានុវត្តន៍ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាយើងខ្ញុំតែងតែខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរឡើងបន្តិចម្ដងនៅដំណើរការអាជីវកម្មផលិតផលនិងសេវាជាដៃគូធនធានមនុស្សនិងគោលនយោបាយរបស់យើងខ្ញុំដើម្បីក្លាយខ្លួនជាស្ថាប័នធានានូវទាននាំមុខគេនៅកម្ពុជាCGCC បម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយមោទនភាពដោយយកចិត្តទុកដាក់ខ្ពស់លើពួកយើងឲ្យតម្លៃលើទំនុកចិត្តតាមរយៈការបំពេញការងារប្រកបដោយវិជ្ជាជីវៈភាពស្មោះត្រង់និងភាពសុចរិតខ្ពស់ពួកយើងឲ្យតម្លៃលើទំនួលខុសត្រូវតាមរយៈការបំពេញការងារប្រកបដោយគណនេយ្យភាពនិងការបដិញ្ញាអនុវត្តភារកិច្ចរបស់ពួកយើងប្រកបដោយស្តង់ដារខ្ពស់ពួកយើងឲ្យតម្លៃទៅលើសាមគ្គីភាពតាមរយៈការគោរពការគាំទ្រនិងការស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីជំរុញស្មារតីការងារជាក្រុមពីពិទ្ធភាពសហធម្មភាពនិងកិច្ចសហប្រតិបត្តិការពួកយើងឲ្យតម្លៃលើចីរភាពតាមរយៈការប្រកាន់ខ្ជាប់នៅស្មារតីនវានុវត្តន៍និងការអភិវឌ្ឍសមត្ថភាពជាប្រចាំដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាពនិងបរិយាបន្នពួកយើងឲ្យតម្លៃលើតម្លាភាពតាមរយៈការបំពេញការងារដោយប្រកាន់ខ្ជាប់នៅភាពយុត្តិធម៌ភាពបើកចំហក្រមសីលធម៌និងវិន័យពួកយើងឲ្យតម្លៃទៅលើការគ្រប់គ្រងគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការកំណត់អាទិភាពការងាររបស់ពួកយើងឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាពួកយើងនឹងបន្តបេសកកម្មក្នុងការគ្រប់គ្រងគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលខ្ពស់និងមានសេដ្ឋកិច្ចធន់រឹងមាំ5ឆ្នាំគ្រាន់តែជាចំណុចចាប់ផ្ដើមតែប៉ុណ្ណោះ